មិនទឹកទេពេលខ្លាចអញ្ចឹងការផ្ដល់សេវាអតិថិជនរបស់ខ្លួនក៏ត្រូវតែគ្រប់ដូចគ្នាឲ្យស្មើភាពគ្នាបាទអញ្ចឹងចាក់ទូនចេះឆ្លងកាត់ការប្រជុំពេញមួយព្រឹកនេះទៅលើបញ្ហាទឹកភ្លើងនិងសម្រាប់នៅក្នុងប្រភេទយើងអាចបូកសរុបបានឥឡូវនេះបញ្ហាទឹកជាចម្បងព្រោះជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រភេទនៅលើធ្វើការសំណុំពរយ៉ាងទទូចទៅលើការប្រើប្រាស់ទឹកហើយទឹកនោះវាមិនស្អាតទឹកនោះវាមិនស្អាតឥឡូវយើងជជែកគ្នាទៅយើងរកលើឃើញទៅថាឥឡូវនេះមានការជឿយកពីខាងមន្ទីរបាទខាងជំនាញបច្ចេកទេសពីខេត្តហើយកន្លងមកបញ្ហាទឹកនេះខាងក្រសួងក៏បានបញ្ជូនអ្នកបច្ចេកទេសមកសហការជាមួយអ្នកបច្ចេកទេសខេត្តចុះដំណងឲ្យកាលពីថ្ងៃ17ខែមិថុនាឆ្នាំ2021ទៅប៉ុន្តែបញ្ហាចោតនៅតែមានប្រជាជនទៅលើកឡើងដូច្នេះយើងរកឃើញថាការងារគ្រប់គ្រងបច្ចេកទេសមានការឆ្លុះវែងរកឈិលចឹងសូមឲ្យខាងក្រុមហ៊ុនទៅវិញដោះស្រាយបន្ទាន់ទៅលើការងារបច្ចេកទេសមួយនេះតាមដានរកឲ្យឃើញប្រកបដោយការជាបញ្ហានាំឲ្យមានក្លិនស្អុយនេះនាំឲ្យមានកកនេះណាហើយបងខាងក្នុងពេលមួយទឹកមកធ្វើការងារនេះខ្ញុំតាមដានបន្តជាមួយបងពីព្រោះយើងមិនអាចបំផាត់ឲ្យបញ្ហានេះនៅតែបន្តកើតឡើងទេមកពីការម្ដងហើយត្រូវព្យាបាលឲ្យដាស់កុំចិញ្ចឹមជំងឺខ្ញុំសូមបងទៅស្មោះណាបងកុំចិញ្ចឹមជំងឺព្យាបាលឲ្យដាស់ទៅកុំឲ្យវាមានជាតិស្អុយនេះទៀតណាបងត្រូវដឹងការងារនឹងគុណភាពជាចម្បងណាបងត្រូវដាក់ទិសដៅគុណភាពជាគោលបើកាលណាយើងដាក់ទិសដៅគុណភាពជាគោលហើយនោះវាទទួលបានលទ្ធផលល្អប្រសើរប្រជាជនលោកមិនទឹកទេពេលខ្លាចទៅគេមើលមកគឺទូទាំងក្រុងប៉ោយប៉ែតឃើញទេនេះវាប៉ះពាល់ដល់អី brand មកក្រុមហ៊ុនមកបងអញ្ចឹងត្រូវពង្រឹងលើការងារសមត្ថភាពបច្ចេកទេសគុណភាពជាចម្បងគឺសំខាន់ណាស់ត្រូវដាក់ផែនការគុណភាពជាគោលព្រោះវាជា brand វាជាកិត្តិយសជាគេឈ្មោះរបស់ខ្លួនបងកុំចាំដល់គេស្អែកបានយើងទៅដោះស្រាយអត់ទេត្រូវគ្រប់គ្រងឲ្យជាប់បច្ចេកទេសរបស់ខ្លួនតាមដានឲ្យជាប់ជាប្រចាំកុំបណ្ដោះឲ្យបញ្ហាទៅឲ្យចាំដោះស្រាយជាច្រើនវាកើតកន្លែងណាបានដោះស្រាយកន្លែងនោះអត់ត្រូវទេខ្ញុំក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែតហើយបានធ្វើវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនឹងទទួលយកសំណុំពរនេះមកដោះស្រាយយើងបានដោះស្រាយឲ្យបញ្ហាប៉ុន្តែនៅសល់បញ្ហាទឹកតែមានខ្លឹមស្អុយនៃប្រកបនេះគឺជាបញ្ហាដូច្នេះឥឡូវក្រុមហ៊ុនបាននិយាយខ្ញុំថាមានពេលមកទឹកត្រូវខិតខំប្រឹងប្រែងធ្វើបង្កើនគុណភាពនិងសមត្ថភាពទៅលើអ្នកបច្ចេកទេសខ្លួនឡើងវិញព្រោះខាងបច្ចេកទេសជាទទួលឡើងមួយឲ្យទឹកអត់ទេប៉ុន្តែដោយសារភាពឆក់ល្វែងនៃផលិតបច្ចេកទេសមិនបានគ្រប់គ្រងការងាររបស់ខ្លួនបានមកចប់ចឹងខ្ញុំស្នើសុំបងបញ្ហានេះកុំឲ្យប្រជាជនស្ដាយរាល់ថ្ងៃរឿងបញ្ហាមិនស្អាតទេអត់បានទេយើងត្រូវតែព្យាយាមគ្រប់គ្រងគុណភាពរបស់ខ្លួនឲ្យបានគ្រប់ក្នុងនាមជាអ្នកបម្រើសេវាកម្មទៅកាន់អតិថិជនខ្លួនកុំឲ្យអតិថិជនស្ដាយរហ័សណាចឹងបញ្ហានេះយើងនឹងតាមបានបន្តជាមួយគ្នាទៀតមិនទឹកទេពេលខ្លាចហើយបញ្ហាភ្លើងក៏ដូចគ្នាដែរបានរកឃើញថាបងប្អូនលើកឡើងថាហេតុអីបានជាគាត់អត់ខ្លាចអស់ច្រើនជាងខែមុនមិនទឹកទេពេលខ្លាច